រាជវង្សមហិធបុរៈសូមបញ្ជាក់ថាមហិធបុរៈជាឈ្មោះទីក្រុងផងនិងឈ្មោះរាជវង្សផងព្រះបាទជ័យវរ្ម័នទី6ឆ្នាំ1080ដល់ឆ្នាំ1107ក្រោយឆ្នាំ1080អាណាចក្រកម្ពុជាមានភាពវឹកវរដណ្ដើមរាជរហូតដល់មានស្ដេច2អង្គសោយរាជនៅក្នុងរាជាណាចក្រកម្ពុជាព្រះបាទនរិទ្ធិន្ទ្រវរ្ម័នមានប្រវត្តិមិនច្បាស់លាស់សោយរាជនៅអង្គរពីឆ្នាំ1080ដល់ឆ្នាំ1113ប៉ុន្តែសិលាចារឹកបានបញ្ជាក់ឲ្យដឹងថាក្នុងពេលជាមួយគ្នានេះមានស្ដេចមួយអង្គទៀតសោយរាជនៅក្រុងមហិធបុរៈត្រង់ទំនាបទន្លេសេមូនដែលជាទឹកដីនគរចេនឡាដែលសពថ្ងៃជាទឹកដីរបស់ថៃស្ដេចទី2នេះគឺព្រះបាទជ័យវរ្ម័នទី6ព្រះជីវប្រវត្តិតាមតែគេដឹងតាមសិលាចារឹកក្នុងភ្នំរូងឃើញថាគ្មានជាប់សាច់ញាតិជាមួយនឹងរាជវង្សមុនទេគេគ្រាន់តែដឹងថាព្រះអង្គជាបុត្ររបស់ស្ដេចហិរណយវរ្ម័ននិងព្រះនាងហិរណយលក្ស្មីតាមសមត្ថកម្មរបស់ប្រវត្តិវិទូព្រះបាទជ័យវរ្ម័នទី6ទំនងជាស្ដេចក្រាញ់ឈរត្រួតត្រាខេត្តនៅពេលឃើញអំណាចកណ្ដាលចុះខ្សោយដោយមានការបះបោរនិងសង្គ្រាមញឹកញាប់ក្នុងរាជវង្សមុនក៏តាំងប្រកាសខ្លួនជាព្រះមហាក្សត្រនៅឆ្នាំ1080តែមិនសោយរាជនៅអង្គរទេគឺសោយរាជនៅត្រង់ទំនាបទន្លេមូលគឺក៏ទន្លេសេមូនស្នាដៃរបស់ព្រះអង្គនៃការកសាងប្រាសាទភីម៉ៃប្រាសាទភ្នំសណ្ដកនៅលើភ្នំព្រះវិហារប្រាសាទវត្តភូនិងប្រាសាទព្រះវិហារលុះសោយទីបង្គត់ទៅទ្រង់ទទួលមរណនាមថាបរមកៃវលយបុត្រព្រះបាទធរណិន្ទ្រវរ្ម័នទី1ឆ្នាំ1107ដល់ឆ្នាំ1113ដោយពុំមានរាជបុត្រសោយរាជស្នងរាជសម្បត្តិត្រូវបានប្រគល់ទៅព្រះបាទធរណិន្ទ្រវរ្ម័នទី1ដែលត្រូវជាព្រះរាមច្បងនៃព្រះបាទជ័យវរ្ម័នទី6នៅគ្រិស្តសករាជ1107ទ្រង់បានបន្តស្ថាបនាសមិទ្ធផលផ្សេងដែលបានធ្វើខ្លះហើយក្នុងរាជវង្សមុនហើយបានរៀបអភិសេកជាមួយព្រះនាងវិជយន្ទ្រលក្ស្មីដែលត្រូវជាអតីតអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី6និងព្រះអនុជពៅផងនៅឆ្នាំ1113ព្រះអង្គត្រូវចៅមីងរបស់ព្រះអង្គព្រះនាមសូរ្យវរ្ម័នទី2ធ្វើគុតដណ្ដើមរាជលុះសោយទីបង្គត់ទៅទ្រង់ទទួលមរណនាមថាបរមនិសពលបុត្រព្រះបាទសូរ្យវរ្ម័នទី2ទ្រង់ឡើងសោយរាជនៅព្រះរាជាណាចក្រកម្ពុជាជាព្រះមហាក្សត្រនៅក្រុងអង្គរ